một chiếc côn prong mình cất khom riêng cất tại lia đai sống lôi làm mà tha từ riêng mình đã đánh mỗi ngày tạm vẫn mình cho xa là hỏi tại trên bịp tiếng có nôm khi đã lên cũng quên không biết dụ quyến bơi chụp lặng cho không club chuột nâng lớn riết rây hất rót nhai sấy mình rừng mốc bên nhai trong sấy kia kể cô vi bài cờ băng tớt ra hơi mai ôi chui phò cũng không to nhẹ mai đại áo yếm rồi ngay ru tay con chọn lại nè ní đai nếp tiếng mình chui vừa cả mai tại pi lên Facebook hỏi tại trong đà lên cô sải tí lôi mai mình quá tha mai lùm bả lời hỏi tại trên bịp tiếng có nôm khi đã lên cũng quên không biết dụ quyến bơi chụp lặng cho không club chuột nâng lớn riết rây hất rót nhai sấy mình rừng mốc bên nhai trong sấy kia kể cô vi bài cờ băng tớt ra hơi mai ôi chui phò cũng xung to nhẹ mai đại áo yếm rồi ngay ru tay con chọn ray mà nè ní trong sấy kể cô vi bài cờ băng tớt sấy hơi mai ôi chui phò cũng không to nhẹ mai đại áo yếm rồi ngay ru tay con chọn ray mà nè ní con không sport na mai thà con nâng gai luôn và chỉ con lo tôm rằm mai vàออกคนนะต่อ F2B ដែលបានធ្វើឲ្យទូទស្សនិកជនទាំងអស់គ្រប់មជ្ឈដ្ឋានកំពុងតែរំភើបចិត្តជាមួយនឹងបទចម្រៀងទាំងអស់នេះបាទសុទ្ធសឹងតែជាបទយ៉ាងពិរោះណាសូមទោសម៉ែក្រៅពីពិរោះហើយមានអត្ថន័យបន្ថែមទៀតចាសង្ឃឹមថាយុវវ័យទាំងអស់គាត់បានស្ដាប់ហើយអញ្ចឹងអាចពេលខ្លះគិតថាចេះនិពន្ធបទចម្រៀងហ្នឹងត្រូវជាមួយនឹងកាយវិការរបស់យុវវ័យរបស់យើងបាទបងបាទសម្រាប់បទនេះផងដែរខ្ញុំបាទជានិពន្ធផ្ទាល់គឺខ្ញុំផ្ដោតទី1គឺសម្រាប់មិត្តយុវវ័យព្រោះថាចាប់តាំងពីប្រទេសកម្ពុជារបស់យើងនិយមជាមួយនឹងការលេង Facebook បាទអញ្ចឹងថាខ្ញុំបានឃើញជាមួយមិត្តភ័ក្តិខ្ញុំមួយចំនួនដែរចាដល់ពេលដែលគាត់លេង Facebook សូម្បីតែការសិក្សាក៏អត់យកចិត្តទុកដាក់គឺជាការងារនៅផ្ទះវិញកាន់តែ0ទេចាមិនខ្លួនឯងបាទគុណជួយតែពិសេសអស្ចារ្យបាទសុំតិចណាបាទបន្ថែមតិចពួកខ្ញុំចាប់អារម្មណ៍មែនទេនៅបងប្អូនទូទស្សនិកជនយើងជាពិសេសឈុតដំបូងបាទសម្ដែងបានល្អមែនទែនសុំតសើណាជាតារាចម្រៀងនិពន្ធផងសម្ដែងផងមិនគឺថានៅលើឆាកមិនដូចកំពុងថតការ៉ាអូខេអញ្ចឹងល្អមែនទែនសុំតសើមែនទែនសុំកាត់បងសងមួយទៀតបាទគឺជាតារាបង្ហាញម៉ូដផងដែរអូបង្ហាញម៉ូដទាំងក្រុមហ្មងបាទទាំងក្រុមតែម្ដងណាចាអញ្ចឹងមកលោកវិសាឈរទៅយើងខុសនេះ
បងគុណអរគុណច្រើនចា F2B មានពាក្យពេចន៍អីដើម្បីអរគុណទៅដល់ទស្សនិកជនដែលតែងតែគាំទ្រចំពោះក្រុមរបស់បងអូនទេចាសូមអញ្ជើញបាទសម្រាប់ខ្ញុំបាទជាដំបូងក៏សូមអរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍ហងមី HD TV បាទដែលបានផ្ដល់កិត្តិយសសម្រាប់ក្រុម F2B ហើយក៏សូមអរគុណបាទទៅដល់ទស្សនិកជនដែលគាត់ចំណាយពេលវេលាទស្សនាជាមួយនឹងកម្មវិធីនេះហើយក៏អរគុណដល់បងទាំងពីរផងដែរបាទហើយក៏សូមអរគុណជាចុងក្រោយបាទគឺជាអ្នកមីងរីផងដែរបាទសម្រាប់ម៉ារ៉ាដូបាទមានអ្វីបន្ថែមទេបាទសម្រាប់ខ្ញុំក៏សូមប្រាំបញ្ញាដល់មិត្តយុវវ័យទាំងអស់បាទសូមជៀសឆ្ងាយផុតពីគ្រឿងញៀនផងដែរបាទចាសម្រាប់ខ្ញុំបាទក៏សូមអរគុណទៅដល់បាទសម្លេងតែដៃរបស់ទូរទស្សនិកជនទាំងអស់បាទសូមអរគុណចាអស់ហើយណាចាជួបគ្នានៅឱកាសក្រោយជាបន្តទៀតណាអូនចាជូនពរជោគជ័យក្នុងវិស័យសិល្បៈនៅពេលនេះយើងខ្ញុំទាំងអស់គ្នាសូមសម្រាប់បន្តិចសិន